គឺជាក្រុមចម្បាំងមួយរបស់ពូជសាសគ្រីដែលត្រូវបានបង្ហាញស្ថិតនៅក្នុងខ្សែភាពយន្ត Captain Marvel ហើយ Carol Danvers ដែលជា Captain Marvel នោះក៏ជាសមាជិកម្នាក់ស្ថិតនៅក្នុងក្រុម Star Force ផងដែរប្រសិនបើយើងក្រឡេកមើលសម្លៀកបំពាក់របស់ Star Force ដែលបានប្រើប្រាស់បច្ចេកវិទ្យារបស់ពូជសាសគ្រីនោះយើងប្រកាសជាបានឃើញសញ្ញាផ្កាយដែលជានិមិត្តសញ្ញារបស់ដែនភព Hala ស្ថិតនៅលើឈុតសម្លៀកបំពាក់របស់ Star Force ប៉ុន្តែអ្វីដែលចម្លែកនោះគឺសញ្ញាផ្កាយដែលស្ថិតនៅលើឈុតសម្លៀកបំពាក់របស់ក្រុម Star Force គឺស្ថិតនៅក្នុងទម្រង់នៃការបង្ហាញផ្សេងៗគ្នាដែលយើងបានឃើញតែ Carol Danvers ជាមួយនឹងយន្តរកតែប៉ុណ្ណោះដែលមានរូបភាពផ្កាយពេញលេញស្ថិតនៅលើឈុតសម្លៀកបំពាក់របស់ខ្លួនផ្កាយដែលបានដាក់នៅលើឈុតសម្លៀកបំពាក់របស់ក្រុម Star Force នេះវាអាចជាការបង្ហាញនៃលំដាប់ថាមពលព្រមទាំងជំនាញនៃការប្រយុទ្ធស្ថិតនៅក្នុងក្រុមរបស់ពួកគេនោះឯងស្ថិតនៅក្នុងបេសកកម្មមួយក្រុម Star Force នេះក៏ត្រូវបំពេញតួនាទីរបស់ខ្លួនស្ថិតនៅលើដែនភព Thova ដើម្បីស្វែងរកអំបូរ Skrull និងធ្វើការដោះលែងគីងសម្ងាត់របស់ខ្លួនដែលបានបង្កប់នៅលើដែនភពមួយនោះដែលស្ថិតនៅក្នុង comic យើងក៏បានដឹងថាដែនភព Thova នេះគឺជាដែនភពកំណើតរបស់វត្ថុធាតុដើម Vibranium ដែលជាលោហៈធាតុដ៏កម្រនិងរឹងមាំស្ថិតនៅក្នុងស្រឡាយខ្សែភាពយន្តរបស់ Marvel តាមរយៈខ្សែភាពយន្ត Captain Marvel ស្របពេលដែលយើងបានឃើញក្រុម Star Force ជាមួយនឹងយានរបស់អំបូរពូជសាសគ្រីដែលបានធ្វើដំណើរទៅកាន់ដែនភព Thova នេះយើងក៏បានឃើញស្រទាប់បរិយាកាសដែលស្ថិតនៅជុំវិញដែនភព Thova នេះគឺមានសភាពអូអាប់ដែលវាគឺជាការ reference ឲ្យលំនាំនៃដែនភព Thova ដើមដែលមាននៅក្នុង comic ដែលស្រទាប់បរិយាកាសនៃដែនភពមួយនេះត្រូវបានคล้ายទៅជាអូអាប់ក៏ព្រោះដោយសារតែលោហៈធាតុ Vibranium នោះឯងដូច្នេះយើងក៏អាចសន្និដ្ឋានបានថា Vibranium ដែលត្រូវបានធ្លាក់ចូលទៅក្នុងទឹកដីរបស់ Wakanda ដោយដែលយើងបានឃើញស្ថិតនៅក្នុងខ្សែភាពយន្ត Black Panther នោះប្រកាសជាត្រូវបានខ្ទាតចេញពីស្រទាប់បរិយាកាសរបស់ដែនភពមួយនេះហើយធ្លាក់ចូលទៅក្នុងទំនាញរបស់ដែនភពផែនដីនោះឯងបន្ទាប់ពីរឿងរ៉ាវដែលបានកើតឡើងស្ថិតនៅលើដែនភព Thova នោះ Captain Marvel ក៏ត្រូវបានអំបូរនៃពូជសាស Skrull ចាប់ធ្វើជាចំណាប់ខ្មាំងហើយនាងក៏បានព្យាយាមរត់គេចរហូតដល់ធ្លាក់ចូលទៅក្នុងទំនាញនៃដែនភពដែលពូជសាសគ្រីបានឲ្យឈ្មោះថា Planet C53 ដែលការពិតទៅដែនភពមួយនោះគឺជាភពផែនដីនិងជាភពកំណើតរបស់ពូជសាសមនុស្សទីតាំងដែល Captain Marvel បានធ្លាក់មកនោះគឺជាទីតាំងនៃហាងលក់ DVD ភាពយន្តដែលមានឈ្មោះថា Blockbuster ដែលស្ថិតនៅក្នុងឈុតនេះយើងក៏បានឃើញ Captain Marvel បានលើក DVD មួយដែលជា DVD នៃខ្សែភាពយន្ត The Rise Stuff ដែលដំណើររឿងនៃខ្សែភាពយន្តមួយនេះគឺបាននិយាយអំពីជីវិតរបស់កងទ័ពជើងអាកាសដែលបានធ្វើការសាកល្បងក្នុងការហោះហើរជាមួយនឹងយានដើម្បីធ្វើដំណើរស្ថិតនៅលើលំហអវកាសដែលសាច់រឿងទាំងមូលវាប្រៀបបីដូចជាដំណើរជីវិតរបស់ Carol Danvers ឬក៏ Captain Marvel ដូច្នោះដែរអំបូរនៃពូជសាស Skrull ក៏បានធ្វើដំណើរមកកាន់ភពផែនដីតាម Captain Marvel ដែលការប្រយុទ្ធរបស់ពួកគេក៏ត្រូវបានចាប់ផ្ដើមឡើងហើយឈុតមួយដែល Captain Marvel ធ្វើការវាយប្រហារទៅកាន់ស្ត្រីចំណាស់ម្នាក់នោះក៏បានធ្វើឲ្យប្រិមិត្តមួយចំនួនមានភាពងឿឆ្ងល់ថាតើមូលហេតុអ្វីបានជា Captain Marvel ឬក៏ Carol Danvers អាចចំណាំអំបូរនៃពូជសាស Skrull បានទាំងដែលការពិតទៅក្នុងពេលដែល Captain Marvel ត្រៀមធ្វើដំណើរចូលទៅក្នុងរថភ្លើងនោះនាងក៏បានជួបជាមួយនឹងរូបរាងដើមរបស់ស្ត្រីចំណាស់ម្នាក់នោះដែលកំពុងតែធ្វើដំណើរចាក់ចេញពីរថភ្លើងក្រុងនោះបាត់ទៅហើយដូច្នេះ Captain Marvel ក៏អាចចំណាំបានថារូបរាងស្ត្រីចំណាស់ដែលស្ថិតនៅក្នុងរថភ្លើងនោះវាគ្រាន់តែជាអំបូរនៃពូជសាស Skrull ដែលបានប្រើប្រាស់សមត្ថភាពរបស់ពួកគេដើម្បីផ្លាស់ប្ដូររូបរាងក្នុងការបន្លំភ្នែក Captain Marvel ឲ្យទៅជាស្ត្រីចំណាស់ម្នាក់នោះតែប៉ុណ្ណោះការវាយប្រហារមួយនេះក៏បានធ្វើឲ្យអំបូរនៃពូជសាស Skrull នោះអាចរត់គេចខ្លួនបានពី Captain Marvel ដោយបន្ទាប់ពីនោះនាងក៏អាចទទួលបានតម្រុយមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងការសុបិនស្ថិតនៅក្នុងការចងចាំរបស់នាងដែលវាបានបង្ហាញអំពីរូបភាពដែលនាងស្ថិតនៅលើភពផែនដីនេះដែលភ្លាមៗនោះ Captain Marvel ក៏បានព្យាយាមស្វែងរកបារមួយកន្លែងដែលធ្លាប់បានបង្ហាញស្ថិតនៅក្នុងការចងចាំរបស់នាងប៉ុន្តែអ្វីដែលចម្លែកនោះ Captain Marvel ក៏បានជួបជាមួយនឹង Nick Fury ស្ថិតនៅទីតាំងមួយនោះស្ថិតនៅក្នុងការសន្ទនារបស់ពួកគេទាំងពីរនេះយើងក៏អាចកត់សម្គាល់បានអំពីការសន្ទនារបស់ Nick Fury ដែលបាននិយាយថាគាត់ពិតជាមិនចូលចិត្តការទទួលទាននំប៉័ងដែលត្រូវបានពុះជាពីរនោះទេប៉ុន្តែយើងក៏បានឃើញតួអង្គ Nick Fury ដែលស្ថិតនៅក្នុងខ្សែភាពយន្ត Avengers Age of Ultron គាត់បែរជាបានកាត់នៅនំប៉័ងរបស់ខ្លួនដែលហាក់បីដូចជាគាត់មិនបានចងចាំនៅអ្វីដែលគាត់បាននិយាយជាមួយនឹង Captain Marvel នោះទេដូច្នេះយើងក៏អាចសន្និដ្ឋានបានថា Nick Fury ដែលមាននៅក្នុងវគ្គ Age of Ultron នោះគឺគ្រាន់តែជាអំបូរ Skrull ដែលបានបន្លំខ្លួនធ្វើជា Nick Fury តែប៉ុណ្ណោះដោយឡែករឿងរ៉ាវដដែលនេះផងដែរយើងក៏បានឃើញវាត្រូវបានកើតឡើងស្ថិតនៅក្នុងខ្សែភាពយន្ត Spider-Man Far From Home ដែលអំបូរនៃពូជសាស Skrull បានបន្លំខ្លួនធ្វើជា Nick Fury ស្ថិតនៅក្នុងដំណើរនៃសាច់រឿង Spider-Man Far From Home នោះទាំងមូលទាំងដែល Nick Fury ពិតប្រាកដគឺកំពុងតែស្ថិតនៅលើយាននៃដែនលំហអវកាសឯនេះទេដូច្នេះស្ថិតនៅក្នុងស្រឡាយខ្សែភាពយន្ត Marvel Cinematic Universe កន្លងមកនេះយើងក៏មិនអាចប៉ាន់ស្មានបានថាអំបូរនៃពូជសាស Skrull នេះគឺបានបន្លំខ្លួនធ្វើជាវីរៈបុរសស្ថិតនៅក្នុង MCU ប៉ុន្មានអ្នកទៅហើយនោះទេអត្តចរិតរបស់ Nick Fury ដែលមាននៅក្នុងខ្សែភាពយន្តរបស់ Captain Marvel ក៏មិនទាន់មានភាពនឹងថឹងហើយមើងម៉ាត់ជាមួយនឹងការងារដែលគាត់ត្រូវបំពេញប្រៀបបីដូចជា Nick Fury ដែលយើងបានឃើញស្ថិតនៅក្នុងស្រឡាយខ្សែភាពយន្តនៃពេលវេលាបន្ទាប់នោះទេដោយឡែកប្រសិនបើយើងក្រឡេកមើល Identification Card
ខាតរបស់ Nick Fury ដែលបានបម្រើការងារស្ថិតនៅក្នុងអង្គភាព Shield គឺមានកម្រិតការងារទី3តែប៉ុណ្ណោះទាំងដែលនៅក្នុងពេលបច្ចុប្បន្ននេះគឺ Nick Fury មានកម្រិតទី10ស្ថិតនៅក្នុងការគ្រប់គ្រងអង្គភាព Shield ព្រមទាំងការងារផ្សេងៗរបស់ Avenger ផងដែរក្រោយពេលដែល Nick Fury ជាមួយនឹង Captain Marvel បាននិយាយត្រូវៗគ្នានោះពួកគេក៏បានធ្វើដំណើរមកដល់ផ្ទះរបស់ Maria Rambeau ហើយ Maria Rambeau ដែលជាសម្លាញ់របស់ Carol Danvers នោះក៏បាននិយាយអំពីអតីតកាលព្រមទាំងអនុស្សាវរីយ៍មួយចំនួនប្រាប់ទៅកាន់ Carol Danvers ដើម្បីឲ្យនាងចងចាំឡើងមកវិញបន្ទាប់ពីការចងចាំរបស់នាងគ្រប់យ៉ាងត្រូវបានលុបចេញពីខួរក្បាលរបស់ខ្លួនដោយសារតែ Supreme Intelligence ដែលជា System របស់អំបូរនៃពូជសាសគ្រីស្ថិតនៅក្នុងការចងចាំមួយយើងក៏បានឃើញរូបភាពរបស់កូនស្រី Maria Rambeau ដែលមានឈ្មោះថា Monica Rambeau កំពុងតែតម្រេតខ្លួនជាមួយនឹងអ្នកមីង Carol Danvers របស់នាងហើយសម្លឹងមើលទៅលើមេឃដែលភ្លាមៗនោះពួកគេក៏បានឃើញវត្ថុចម្លែកមួយដែលបានបង្ហាញរូបរាងប្រៀបបីដូចជាផ្កាយដុះកន្ទុយកំពុងតែហោះកាត់ទីតាំងដែលពួកគេកំពុងតែស្ថិតនៅ Fan Theory ឬក៏ការប៉ាន់ស្មានពីសំណាក់ប្រិមិត្តរបស់ MCU មួយចំនួនក៏បានគិតថាអ្វីដែល Monica ជាមួយនឹង Carol Danvers បានឃើញនេះគឺមិនមែនជាផ្កាយឬក៏ទេពស្យុទ្ធដែលបានធ្វើដំណើរស្ថិតនៅលើលំហអវកាសនោះទេប៉ុន្តែវាគឺជាយានដែលបានធ្វើដំណើរមកពីលំហអវកាសនិងបានយករូបរាងកាយរបស់ Peter Quill ឬក៏ Star-Lord ចាក់ចេញពីភពផែនដីដើម្បីរស់នៅលើដែនលំហអវកាសដោយដែលយើងបានឃើញស្ថិតនៅក្នុងខ្សែភាពយន្ត Guardian of the Galaxy នោះឯងឧបករណ៍មួយដែល Nick Fury បានប្រើប្រាស់ស្ថិតនៅក្នុងព្រឹត្តិការណ៍ដែលយើងបានឃើញនៃការរំលាយភាវៈមានជីវិតពាក់កណ្ដាលចក្រវាលដើម្បីតាក់ទងទៅកាន់ Captain Marvel នោះការពិតទៅ Captain Marvel បានយកឧបករណ៍មួយនេះបំពាក់ជាមួយនឹង chipset របស់ខ្លួនដែល chipset មួយនេះវាគឺជា chip ដែលនាងធ្លាប់បានប្រើប្រាស់ក្នុងពេលដែលនាងបានធ្វើដំណើរមកកាន់ភពផែនដីដំបូងដើម្បីនឹងធ្វើការតាក់ទងទៅកាន់ John Rock ដែលកំពុងតែធ្វើដំណើរស្ថិតនៅលើលំហអវកាសដូច្នេះហើយយើងក៏បានឃើញអំពីកម្រិតនៃការតាក់ទងព្រមទាំងសមត្ថភាពនៃការបញ្ចូលរលកសញ្ញាទាំងដែល John Rock ស្ថិតនៅលើដែនលំហអវកាសទៅហើយក៏ Captain Marvel នៅតែអាចតាក់ទងគ្នាជាមួយនឹង John Rock ទាំងដែលនាងស្ថិតនៅលើភពផែនដីមុនពេលដែល Captain Marvel ធ្វើដំណើរដើម្បីបញ្ជូនយានរបស់អំបូរនៃពូជសាសក្រោលទៅដល់ទីតាំងមានសុវត្ថិភាពដើម្បីបញ្ជាពីសង្គ្រាមរបស់អំបូរនៃពូជសាសក្រោលជាមួយនឹងពូជសាគ្រីនោះ Captain Marvel ក៏បានឲ្យ Monica Rambeau ដែលជាកូនស្រីរបស់សម្លាញ់ខ្លួនធ្វើការផ្លាស់ប្ដូរពណ៌នៃឈុតសម្លៀកបំពាក់របស់នាងក៏ព្រោះតែនាងមិនចង់ប្រើប្រាស់ពណ៌ប្រៀបបីដូចជាពូជសាគ្រីបន្តទៅទៀតនោះទេស្របពេលដែល Monica កំពុងតែបញ្ជា controller ដែលមាននៅលើដៃរបស់ Carol Danvers នោះយើងក៏បានឃើញពណ៌នៃឈុតសម្លៀកបំពាក់របស់ Carol Danvers ក៏បានប្រែក្លាយទៅជាពណ៌សជាមួយនឹងពណ៌បៃតងដែលនេះវាគឺជាការ reference ឲ្យឈុតនៃពណ៌ដើមរបស់ Star Force ឬក៏អំបូរនៃពូជសាគ្រីដែលមាននៅក្នុង comic ដែលត្រូវបានប្រើប្រាស់ពណ៌សជាមួយនឹងពណ៌បៃតងដើម្បីបញ្ជាក់អំពីអត្តសញ្ញាណនៃសម្លៀកបំពាក់របស់អំបូរនៃពូជសាគ្រីតាំងតែពីចំណុចចាប់ផ្ដើមនៃខ្សែភាពយន្ត Captain Marvel គឺយើងបានឃើញ Carol Danvers គឺអាចធ្វើដំណើរតាមរយៈលំហអវកាសព្រមទាំងការប្រយុទ្ធផ្សេងៗគឺសុទ្ធតែត្រូវពឹងផ្អែកជាមួយនឹងបច្ចេកវិទ្យារបស់អំបូរនៃពូជសាគ្រីប៉ុន្តែក្រោយពេលដែលនាងបានដឹងអំពីអត្តសញ្ញាណដ៏ពិតប្រាកដរបស់ខ្លួននោះ Carol Danvers ក៏អាចស្វែងរកថាមពលដ៏ខ្លាំងក្លាដែលមាននៅក្នុងខ្លួនរបស់នាងដែលវាក៏អាចអនុញ្ញាតឲ្យ Carol Danvers ប្រើប្រាស់វាបានយ៉ាងពេញលេញនិងអាចធ្វើដំណើរស្ថិតនៅលើដែនលំហអវកាសដោយមិនចាំបាច់ប្រើប្រាស់បច្ចេកវិទ្យារបស់អំបូរនៃពូជសាគ្រីបន្តទៅទៀតនោះទេស្ថិតនៅក្នុងខ្សែភាពយន្ត Captain America The Winter Soldier យើងក៏មានភាពងឿឆ្ងល់យ៉ាងខ្លាំងក្នុងពេលដែល Captain America បានសួរទៅកាន់ Nick Fury ថាតើនរណាម្នាក់ដែលធ្វើឲ្យគាត់ត្រូវបានបាត់បង់ភ្នែកម្ខាងរបស់គាត់ដោយស្ថិតនៅក្នុងពេលនោះ